ជំរាបសួរចឹងថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនបន្តទៀតអំពីរបៀបនៅក្នុងការសិក្សាអក្សរបារ៉ែលដែលជាអក្សរសម្រាប់ជនដែលមានពិការភាពផ្នែករៀនអញ្ចឹងវីដេអូមុនខ្ញុំចែករំលែកដល់ត្រឹមអក្សរកអញ្ចឹងថ្ងៃនេះខ្ញុំនឹងចូលតួអក្សរទី2គឺអក្សរខតែមុននឹងខ្ញុំបង្ហាញអក្សរខទាំងមូលគឺខ្ញុំសូមប្រាប់បងប្អូនអំពីអក្សរកនេះជារាងរបស់អក្សរកហើយដល់ពេលចំណុចគឺចំណុច1ចំណុច2ចំណុច4និងចំណុច5តោះឥឡូវយើងចូលដល់អក្សរនេះជាអក្សរខតួអក្សរទី2ជាអក្សរខអញ្ចឹងអក្សរខគឺរាងបែបហ្នឹងបន្ទាប់ពីបងប្អូនដឹងរាងហើយបងប្អូនត្រូវការចេះសរសេរអញ្ចឹងដើម្បីឲ្យបងប្អូនចេះសរសេរតើបងប្អូនស្គាល់អំពីទីតាំងចំណុចប្រែលនីមួយៗទាំង6ចំណុចនៃ slate ក្នុងមួយបន្ទប់នៃ slate នេះគឺមាន6ចំណុចអញ្ចឹងបើបងប្អូនស្គាល់ទីតាំងខ្ញុំប្រាប់ចំណុចទៅសរសេរបានអញ្ចឹងអក្សរខរបស់យើងគឺមានចំណុច1និងចំណុច3រៀងបែបហ្នឹងគឺដល់ពេលយើងសរសេរឲ្យចេញអក្សរខគឺយើងចុចចំណុច1និងចំណុច3តោះឥឡូវកុំឲ្យខាត់ពេលខ្ញុំនាំបងប្អូនមកអនុវត្តការសរសេរតែម្ដងឥឡូវខ្ញុំកំពុងប្រើនេះគឺ slate 4ជួរហើយនៅខាងលើបំផុតផ្នែកខាងស្ដាំនេះជាចំណុច1អញ្ចឹងយើងចុចមកចូលមកក្រោមមកជាចំណុច2យើងអត់ចុចទេចំណុចក្រោមចំណុច3យើងចុចព្រោះអក្សរខមានចំណុច1ចំណុច3អញ្ចឹងចុចចឹងរហូតមក1 3 1 3ចឹងរហូតមកឥឡូវខ្ញុំបើកបងប្អូនមើលនៅពេលដែលយើងចាប់ផ្ដើមការសរសេរគឺយើងចាប់ផ្ដើមសរសេរពីខាងស្ដាំមកខាងឆ្វេងតែនៅពេលដែលយើងចាប់ផ្ដើមបើកយកមកស្ទាបគឺយើងចាប់ផ្ដើមមើលពីឆ្វេងមកស្ដាំដូចអក្សរភ្លឺដែរអត់មានខុសគ្នាទេកន្លែងហ្នឹងខុសតែការសរសេរបន្តិចអញ្ចឹងនេះមកមើលចំណុច1ចំណុច3ពេលខ្ញុំសរសេរចុះគ្នាខ្លះដល់គ្នាខ្លះឥឡូវមើលលើនឹងហើយមកមើលលើសភៅគំរូដែលខ្ញុំបង្ហាញមុននឹងបន្តិចនេះអញ្ចឹងបងប្អូនអាចមើលបានខាងនេះខាងដៃខ្ញុំឆ្វេងនេះជាអក្សរនៅលើกระดาษដែលខ្ញុំសរសេរមិញឬឯដៃខាងស្ដាំនេះកន្លែងខ្ញុំចង្អុលជាអក្សរចេញពីសៀវភៅពុម្ពរបស់ក្រសួងអប់រំអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលែកជូនបងប្អូនសិក្សាស្វែងយល់អំពីអក្សរបារ៉ែលជួបខ្ញុំនៅវីដេអូក្រោយទៀតតែសរុបមកវិញចំណុចអក្សរខរបស់យើងគឺមានចំណុច1និងចំណុច3ម្ដងទៀតអក្សរខមានចំណុច1និងចំណុច3អញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងចុះចែករំលែកជូនបងប្អូនជួបខ្ញុំនៅវីដេអូក្រោយនៅអក្សរកបន្ត